សួស្តីបងប្អូនសិស្សសាស្ត្រទាំងអស់ឥឡូវយើងចូលប្រតិបត្តិបន្តបាទក្នុងប្រតិបត្តិបន្តគេថាម៉េចនៅតាមផ្លូវចោតមួយបាទគេធ្វើដំណើរពីចំណុច A គេដឹងថាមានកម្ពស់5ម៉ែត្រផុតពីដីបាទចំណុច A ហ្នឹងមានកម្ពស់5ម៉ែត្រផុតពីដីរៀបបើគេបន្តដំណើរទៅមុខទៀតបាន100ម៉ែត្រទៅមុខទៀតដល់ចំណុច B តែគេបានកម្ពស់ប៉ុន្មានម៉ែត្រផុតពីដីរៀបបើគេដឹងថានៅត្រង់ A ស្មើនឹង15ដឺក្រេរកកម្ពស់ 3 ដេបាទឥឡូវលោកគ្រូសុំសង្ខេបរូបអញ្ចឹងបើសិនជាចំណុច A ចឹងចេញពី5ម៉ែត្រផុតពីដីបាទ F 5ម៉ែត្រផុតពីដីបន្ទាប់មកគេធ្វើដំណើរពីចំណុច A ហ្នឹងទៅដល់ចំណុច B បាទពី A ទៅចំណុច B មានកម្ពស់100ម៉ែត្រប៉ុន្តែលក្ខណៈផ្លូវវាចោតបង្កើតបានមុំ15ដឺក្រេគេឲ្យយើងរក BC BD អញ្ចឹង BD តើស្មើប៉ុន្មានចឹងដើម្បីរក BD បានលុះត្រាតែយើងដឹងប្រវែង BC សិនចឹងដើម្បីរក BC យើងស្គាល់មុំ15ដឺក្រេហើយជ្រុងដែលវែងនេះ EPO AB ហ្នឹងគឺស្មើនឹង100ម៉ែត្រចឹងយើងចង់រក BD តើតែយើងនឹង BC អញ្ចឹង BC បើយើងតាមត្រីកោណ ABC កែងត្រង់ C អញ្ចឹងយើងនឹងថា C នឹងជាជ្រុងឈាមហើយ AB នេះជា EPO អញ្ចឹងតាមស៊ីនបាទតាមស៊ីនអញ្ចឹងស៊ីនយើងស្មើនឹង BC ចែកឲ្យ AB បាទអញ្ចឹងស៊ីននៃមុំ Aចឹង BC ជាជ្រុងឈាម AC ជា EPO បន្តមកយើងទាញរក BC ចឹងយើងរុញ AB ទៅបាន AB គុណនឹងស៊ីន A បាទ AB ស្មើ100ហើយស៊ីន A គឺស៊ីនមុំ15ចឹងស៊ីន15ស្មើ 0.2588 គុណជាមួយ100ទៅយើងឃើញ2588ម៉ែត្របាទប៉ុន្តែគេចង់បានពី B មក D អញ្ចឹងពី B មក D ឬពី D ទៅ B យើងអាចសរសេរថាម៉េចពី D ទៅ B ស្មើនឹងពី D ទៅ C បូកឲ្យ B BC អញ្ចឹងកម្ពស់ផុតពីដីគឺម៉ែត្របាទ5ម៉ែត្រអញ្ចឹងយើងយក5បូកជាមួយនឹង25.88 អញ្ចឹងយើងបូកទៅឃើញ 30.88 អញ្ចឹងកម្ពស់ 3D ដែលយើងរកគឺស្មើនឹង 30.88 បាទអញ្ចឹងលោកគ្រូសុំកែឡើងនេះតិចគឺយើងដាក់ BD មិន BC ណាបាទឧទាហរណ៍នេះប្រតិបត្តិនេះចោលតែប៉ុណ្្នឹងបើបងប្អូនមានចម្ងល់អាច comment ក្រោមវីដេអូបានបាទសូមអរគុណ